បាទខែទឹកលិចហើយរដូវទឹកលិចហើយពុកម៉ែបងប្អូនសម្បីតែអត្រារបស់យើងគាត់បើកលើទឹកអញ្ចឹងណាពុកម៉ែបងប្អូនកំពុងតែភៀសខ្លួនបានហ្នឹងហើយនិយាយលេងទេពុកម៉ែបងប្អូនទស្សនាវីដេអូនេះដល់ចប់ពុកម៉ែបងប្អូននឹងបានឃើញពីទិដ្ឋភាពដ៏ស្រស់ស្អាតអញ្ចឹងអត់ទេហ៎ទៅណាលេងទឹកលេងទឹកអូណាជានេះទៅដែរហ្នឹងហើយយើងវិញទៅលេងទឹកហ្នឹងហើយអូទៅលេងទឹកលេងចរោហ្នឹងមែនហ្នឹងហើយតើលេងទៅទាំងអស់នេះទាំងអស់នេះបាទថ្ងៃនេះគឺនាំជាមួយនឹងអតយហារីសណាជីរបស់យើងទៅលេងទឹកនៅឯជរោបាទរដូវខែទឹកលិចបាទពុកម៉ែបងប្អូនគឺទឹកឡើងអញ្ចឹងណាហើយនិយាយរួមទៅវីដេអូនេះកាត់ឲ្យពុកម៉ែបងប្អូនគឺទៅដល់កន្លែងហើយនេះគឺសបោទៅដល់មនុស្សគាត់ទៅមួយទឹកគាត់ទៅលេងទឹកយកកូនក្មេងកូនអីអញ្ចឹងណាហើយជាពិសេសយើងទៅលេងទឹកពុកម៉ែបងប្អូនយើងប្រយ័ត្នផងបាទព្រោះតាក្មេងបាទកូនក្មេងគាត់លេងទឹកនេះយើងប្រយ័ត្នយើងមើលយើងអីយើងទៅខ្លាចព្រោះថាយើងមើលឃើញយើងអាឡ័យតែបាទនៅលេងទៅសុបាយទៅហើយបាទព្រឹកភ្នែកយើងខ្លាចកូនក្មេងលងទឹកអញ្ចឹងទៅពុកម៉ែបងប្អូនបាទហ្នឹងហើយហើយឥឡូវនេះចូលវីដេអូយើងតទៀតនេះជាមួយនឹងហារីសបាទជាមួយណាជីគាត់សុបាយមែនទែនពុកម៉ែបងប្អូននិយាយរួមទៅនៅកន្លែងហ្នឹងគឺនៅខាងក្រោមហ្នឹងគឺខាងក្រោមទឹកហ្នឹងគេហៅផ្លូវបេតុងអញ្ចឹងណាហើយយើងដើរគឺស្រួលដើរមែនទែនហើយយើងឃើញស្រាប់ហើយបាទប្រជាពលរដ្ឋបាទឬក៏បាទពុកម៉ែបងប្អូនយើងឃើញនេះបាទមានតែអត្រៈបាទអ្នកលេងទឹកអញ្ចឹងទៅហើយអ្នកជាអត្រៈនេះបើកឡានគឺទៅតាមផ្លូវហ្នឹងឲ្យពុកម៉ែបងប្អូនព្រោះថានៅខាងក្រោមគឺផ្លូវបេតុងអញ្ចឹងណាហើយនេះច្បូរទៅដោយមន់បាទមន់ក៏មានកន្លែងនៅដែរពុកម៉ែបងប្អូនបាទដាក់ក្នុងទ្រុងលើក្រែអញ្ចឹងណាហើយនេះយើងក៏ចាប់ផ្ដើមដើរទៅមុខទៀតទៅលេងទឹកកន្លែងទឹករត់អញ្ចឹងណានេះហើយទឹកហូរខ្លាំងមែនទែនពុកម៉ែបងប្អូនគឺសប្បាយណាស់ក្នុងថ្ងៃដែលខ្ញុំទៅលេងហ្នឹងហើយហើយបន្ទាប់មកហ្នឹងគឺយើងបាទខ្ញុំបាទបានបង្ហោះដ្រូនមើលពីលើបន្តិចអញ្ចឹងណាពុកម៉ែបងប្អូនបាទហ្នឹងហើយឃើញស្រាប់ហើយបាទជាមួយនឹងបងប្អូនយើងគឺគាត់ទៅលេងសប្បាយមែនទែនហើយនិយាយរួមទៅមិនមែនតែនៅម្ដុំនឹងទេមានមនុស្សទេយើងទៅមុខទៀតក៏មានមនុស្សទៀតអញ្ចឹងណាយើងទៅទៀតរត់ទៅទៀតរត់តែមានមនុស្សនៅច្រើនទៀតពុកម៉ែបងប្អូននៅពីមុខហើយឥឡូវនេះខ្ញុំបាទបង្ហោះបាទពីលើឃើញស្រាប់ហើយពុកម៉ែបងប្អូនបាទហ្នឹងហើយភូមិជីរ៉ូបាទផ្ទះច្រើនហ្នឹងគឺលេចអស់ហើយពុកម៉ែបងប្អូនហ្នឹងហើយនេះនៅខាងក្រោមស្ពានដែលខ្ញុំបាទកំពុងតែបង្ហោះនេះបាទម្នាក់ពាក់អាវសដល់សង្ហាហ្នឹងគឺខ្ញុំបាទនឹងហើយពុកម៉ែបងប្អូនជាមួយនឹងភរិយារបស់ខ្ញុំបាទហ្នឹងហើយបន្ទាប់តែឥឡូវតែបង្ហោះដ្រូនទៅជាមួយនឹងបាទជាមួយនឹងបាទបងបាទជាស្័យបាទប្អូនបាទព្រោះថាមើលទៅគាត់អាយុប្អូនខ្ញុំទេអញ្ចឹងទៅព្រោះថាគាត់ខាងថតប្លុកលេងអញ្ចឹងដែរបាទពុកម៉ែបងប្អូនហើយយើងប៉ះគ្នាហើយមិនមកអង្គយូរទេពុកម៉ែបងប្អូនហើយឃើញស្រាប់ហើយនេះចាំបីតែចាយនេះគាត់យកកូនមកហ្នឹងគឺបាទសឹកចិត្តគាត់ពោអញ្ចឹងពុកម៉ែបងប្អូនហើយបាទជាស្អីពុកម៉ែបងប្អូនបាទហើយសម្រាប់វីដេអូនេះសម្រាប់បាទពុកម៉ែបងប្អូននេះគាត់ត្រូវការបាទទិញ Cbel Paris បាទឃើញស្រាប់ហើយដែលខ្ញុំបាទបង្ហោះដ្រូននេះគឺផ្ទះខ្ញុំតែម្ដងពុកម៉ែបងប្អូនបាទហ្នឹងហើយត្រូវការ Cbel Paris ឬក៏ត្រូវការសញ្ញាគូឆ្មាហាមប៉ុនសញ្ញាគូឆ្មាអីចឹងទៅនិយាយរួមទៅបាទជាមួយនឹងបាទថ្នាំបន្តភ្នែក CI Queen Eye នេះគឺមានទាំងអស់ឲ្យតែបាទលក់ផលិតផលតាមអនឡាញគឺមកផ្ទះខ្ញុំមកពុកម៉ែបងប្អូនហើយនេះគឺជាសកម្មភាពបាទដែលខ្ញុំបាទថតនៅខាងក្រោយផ្ទះខ្ញុំអញ្ចឹងណាបាទខាងក្រោយផ្ទះខ្ញុំបាទមិនថានៅខាងជីរ៉ូទេបាទនៅខាងក្រោយផ្ទះខ្ញុំបាទហ្នឹងក៏ទឹកលិចដែរពុកម៉ែបងប្អូនបាទហ្នឹងហើយគាត់ថាទឹកវាងជ្រៅលាអត់កើតអញ្ចឹងទៅហើយនេះជាសកម្មភាពបាទជាមួយនឹងភូមិរបស់ខ្ញុំបាទគឺនៅទីខេត្តកំពង់ចាមបាទភូមិរកាយើងអញ្ចឹងណាហើយយើងឃើញវិហារអ៊ីស្លាមឯពុកម៉ែបងប្អូនបាទហ្នឹងហើយយើងទៅកន្លែងយើងទិញ Cbel Paris គឺទិញផ្ទះខ្ញុំបាទទៅពុកម៉ែបងប្អូនយើងជិះទៅហ្នឹងហួសវិហារអ៊ីស្លាមហ្នឹងប្រហែលជាបាទ200ម៉ែត្រទេបាទ200ម៉ែត្រយើងនឹងឃើញជាមួយនឹងទីតាំងបាទជាមួយនឹង Cbel Paris បាទទីនេះនឹងឃើញពុកម៉ែបងប្អូនបាទជាមួយនឹងអាហារបំពន់អ្វីក៏មានដែរនិយាយរួមទៅកន្លែងបាទដែលខ្ញុំបាទកំពុងតែបង្ហោះដ្រូននេះពុកម៉ែបងប្អូនបាទហ្នឹងហើយផ្លាក Cbel Paris បាទហ្នឹងហើយវីដេអូមានតែប៉ុណ្្នឹងទេបាទសូមអរគុណសូមជម្រាបលាជួបគ្នាវីដេអូក្រោយបាយបាយ